រៀបសួរសួស្តីទៅកាន់អ្នកទាំងគ្នាបាទដៃមួយអញ្ចឹងថ្ងៃនេះគឺខ្ញុំនាំអ្នកទាំងគ្នាមកមើលអំពីសកម្មភាពនៃការយកត្រីមកបីអ្នកទាំងគ្នាប្រហែលជា4-5ដែរនេះចំណីត្រីដែលយើងចូលមកថ្មីបាទចំណីបាន3ថង់ដែរអ្នកទាំងគ្នាគេនេះបាទច្រើនដែរនេះយើងប្រើបានយូរដែរបាទចឹងអូខេត្រីទី1របស់យើងអ្នកទាំងគ្នាត្រីទី1នេះដូចជា Super Blue ដែរបាទនៃពួក Hasmoon អ្នកទាំងគ្នាស្អាតមែនទេបាទឥឡូវត្រីទី2អានេះមេអ្នកទាំងគ្នាមេដូចជាមេប្រៃ2អ្នកទាំងគ្នាមេប្រៃ2ហើយមេពួក Hasmoon អ្នកទាំងគ្នានិងមេ Hasmoon ពណ៌ខៀវបាទខៀវមួយដែរតែឥឡូវចូលមួយទៀតអានេះSuper White អ្នកទាំងគ្នាSuper White ស្អាតមែនទេបាទ Super White នេះបាទតែនេះរាងទូចអ្នកទាំងគ្នាអត់សូវធំហ្មងទេវារាងទូចអញ្ចឹងយើងអាចចំបាន2ខែឬក៏1ខែទៀតអីអាចធំមកម៉ូមអីវារាងទូចតែឥឡូវយើងចូលទៅមួយទៀតបាទនេះSuper Blue ដែរអ្នកទាំងគ្នាពួក Hasmoon បាទ Hasmoon អញ្ចឹងស្អាតមែនទេបាទរូបរាងវាតែឥឡូវយើងចូលទៅមួយទៀតអានេះពួកកម្ពុជាម៉ាអ្នកទាំងគ្នាដូច Tiger ដែរអានេះវាពណ៌លឿងអ្នកទាំងគ្នារូបវាពណ៌លឿងហើយកតុយវាពួកប្រភេទកម្ពុជាម៉ាព្រួយអ្នកទាំងគ្នាស្អាតមែនទេបាទតែឥឡូវចូលទៅមួយទៀតនេះគឺពួក Hasmoon ដូចគ្នាអ្នកទាំងគ្នាប៉ុន្តែវាលាយអ្នកទាំងគ្នាដូចលាយក្រហមលាយខៀវអ្នកទាំងគ្នាអញ្ចឹងអត់ដឹងថារូបរាងវាស្អាតប៉ុណ្ណាពេលយើងឡើងកាវហើយអ្នកតែឥឡូវយើងទៅឡើងកាវទាំងអស់គ្នាបាទនេះបាទត្រីរបស់យើងចូល8គ្រាប់អ្នកទាំងគ្នាមេ3គ្រាប់តែឥឡូវយើងទៅឡើងកាវទាំងអស់គ្នាបាទឥឡូវយើងធ្វើដបទៅអ្នកទាំងគ្នាព្រោះយើងកាត់ដបដើម្បីដាក់ត្រីរបស់យើងបាទគូវាសិនមកបាទអញ្ចឹងយើងកាត់វាស្រួលបាទចំទៅបាទដល់កាត់នេះបាទ10មិញអញ្ចឹងយើងមើល10ដែរបាទធ្វើទៅវាកាត់បាទអ្នកនរគ្នាឥឡូវនេះកដងដែលយើងរៀបបាទយើងរៀបហើយនេះត្រីរបស់យើងឥឡូវយើងទៅដាក់ទឹករៀបចំទឹករៀបចំអីដាក់នៅក្នុងកែវនឹងទាំងអស់គ្នាបាទក្នុងដបហ្នឹងបាទអ្នកនរគ្នាតបពីយើងបានដូរទឹកដូរអីបាទតែកុំភ្លេចអ្នកនរគ្នាគឺស្លឹកឆាត់នេះបាទយើងអាចជួយឲ្យទឹកយើងប្រើបានយូរផងហើយសម្រាប់មេរោគតែឥឡូវយើងយកទៅដាក់ត្រីរបស់យើងទាំងអស់គ្នាបាទអ្នកនរគ្នានេះត្រីរបស់យើងដែលយើងបានបដូរទឹកដូរអីហើយយើងរៀបចំទឹកបាទនេះទឹកឆាត់យើងត្រូវដាក់តែបើសិនយើងមានអំបិលអ្នកនរគ្នាយើងដាក់អំបិលដែរមកទៅទឹកយើងល្អដែរបាទនេះត្រីរបស់យើងល្អមែនទេបាទពេលយើងដូរទឹកហើយបាទតែឥឡូវយើងមើលទេបាទនេះត្រីរបស់យើងស្អាតមែនទេបាទនេះស្អាត Super Blue ម្ដងបាទ Super Blue ក៏ស្អាតដែរបាទ